ក្រុមហ៊ុនមីដាសផ្ដល់អំណោយជានំមីដាសចំនួន140កេសដល់ក្រសួងព័ត៌មានដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹកដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយសារយោធាថៃទម្លាក់គ្រាប់បែកនិងប្លង់ចូលភូមិស្រុកប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសពប្រជាជននាព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណជូនចំពោះលោកយូតាវអគ្គនាយកក្រុមហ៊ុនមីដាសដែលបានផ្ដល់ជំនួយជានំមីដាសចំនួន140កេសមកក្រសួងព័ត៌មានដែលនេះគឺជាទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លានិងបានបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកអគ្គនាយកលើការងារសប្បុរសធម៌និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មានជាពិសេសដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនឯកឧត្តមបានជម្រាបជូនថាបន្ទាប់ពីយោធាថៃឈ្លានពានទឹកដីកម្ពុជាដោយបានទម្លាក់គ្រាប់បែកនិងប្លង់ចូលភូមិស្រុកប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ធ្វើឲ្យប្រជាជនភៀសខ្លួនមកនៅជំរំភៀសសឹកតាមបណ្ដាខេត្តនានារហូតដល់ពេលនេះមានចំនួនកើនឡើងជិតកន្លះលាននាក់ហើយក្នុងនោះមានកុមារប្រមាណ750,000នាក់បានភៀសសឹកមកតាមឪពុកម្ដាយនិងបងប្អូនហើយកំពុងជួបការលំបាកឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីតាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានសូមថ្លែងអំណរគុណនិងសូមជូនពរក្រុមហ៊ុនមីដាសឲ្យមានការរីកចម្រើននិងទទួលបានជោគជ័យបន្ថែមទៀតព្រមទាំងលោកអគ្គនាយកនិងសហការីទាំងអស់សូមប្រកបដោយពុទ្ធពរទាំង4ប្រការលោកយូតាវអគ្គនាយកក្រុមហ៊ុនមីដាសបានបញ្ជាក់ពីចំហក្នុងការបន្តគាំទ្រនិងឧបត្ថម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មានជាពិសេសក្នុងខណៈពេលមានសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាគឺអ្វីដែលសំខាន់ដែលក្រុមហ៊ុនជួយបានគឺមានតែការងារផ្ដល់អំណោយជួយដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋកុមារកំពុងស្នាក់នៅក្នុងជំរំភៀសសឹកយ៉ាងច្រើនក្រុមហ៊ុន Mida Food មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មានដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាពនិងអនាគតដ៏ល្អសម្រាប់កុមារនិងសង្គមជាតិបន្តទៅមុខទៀត